ដើម្បីរក្សាចំណងស្នេហ៍ឲ្យស្រឡាញ់គ្នាបានយូរអង្វែងរឿងសំខាន់បំផុតគឺការផ្ដល់តម្លៃការគោរពគ្នាទៅវិញទៅមកនិងការយល់ចិត្តគ្នាជារឿងសំខាន់ហើយនៅក្នុងនឹងវាមាន6ចំណុចសំខាន់សម្រាប់ខ្ញុំណាបាទទី1គឺទំនាក់ទំនងដែលស្មោះត្រង់communication និយាយប្រាប់គ្នាដោយត្រង់ពីអារម្មណ៍របស់យើងមិនចាំបាច់លាក់លៀមនឹងចេះអង្គុយដោះស្រាយបញ្ហាដោយសន្តិវិធីពេលដែលមានការអត់អន់សុពន្ធចិត្តជាមួយនឹងគ្នារឿងអីមួយណាយើងកម្លាក់បានគ្នាយើងអាចអង្គុយជជែកគ្នាអង្គុយជុំគ្នាទៅបាទយករឿងដាក់លើតុវែកញែកនិយាយដោយត្រង់អំពីបញ្ហាដែលកើតចំពោះមុខដែលធ្វើឲ្យយើងអន់សុពន្ធចិត្តណាហើយទី2គឺតកតទៅជាមួយនឹងការគោរពនិងទុកចិត្តបាទជឿជាក់លើដៃគូមិនប្រចាំជ្រុលពេកហើយនឹងគោរពសិទ្ធិឯកជនក៏ដូចជាការគោរពផ្នត់គំនិតគ្នាទៅវិញទៅមកការទទួលនៅការរិះគន់ទទួលនៃការផ្ដល់យោបល់អីផ្សេងគឺយើងយល់គ្នាបាទគឺយើងយល់គ្នាហើយហេតុផលដែលប្រចាំខ្លាំងពេកហ្នឹងក៏មិនអាចរក្សាចំណងនោះស្រឡាញ់គ្នាយូរអង្វែងបានដែរហើយដោយសារការប្រចាំខ្លះវាអត់មានហេតុផលទេអញ្ចឹងធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ដៃគូអញ្ចឹងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរបស់យើងហើយបាទហើយចំណែកទី3គឺការផ្ដល់តម្លៃនិងការយកចិត្តទុកដាក់ចំណុចនេះសំខាន់កុំចាត់ទុកថាទង្វើល្អៗរបស់ដៃគូជារឿងធម្មតាបាទត្រូវចេះអរគុណត្រូវចេះសរសើរត្រូវចេះចំណាយពេលវេលាជាមួយគ្នាតួយ៉ាងឧទាហរណ៍ថាភាគច្រើនសង្គមយើងថាមនុស្សប្រុសឬក៏មេគ្រួសារជាស្វាមីអីផ្សេងហ្នឹងរឹងមាំទទួលស្គាល់ថាមនុស្សប្រុសរឹងមាំហើយក៏ប៉ុន្តែពួកគាត់ក៏ត្រូវការយកចិត្តទុកដាក់អំពីដៃគូរបស់គាត់បាទការព្រួយបារម្ភអីផ្សេងហ្នឹងគឺគាត់ត្រូវការហើយចំណុចមួយទៀតគឺការអត់ឱនឲ្យគ្នាមនុស្សគ្រប់យើងតែមនុស្សគ្រប់រូបតែងតែមានកំហុសអញ្ចឹងដូច្នេះការអភ័យទោសនិងការកែប្រែចំណុចខ្វះខាតរួមនេះគឺជាគ្រឹះដ៏រឹងមាំហើយធម្មតារឿងមួយទៅរឿងមួយគឺតែងតែមានហេតុនិងផលរបស់វាអញ្ចឹងការដែលផ្ដល់ឱកាសការអធ្យាស្រ័យអភ័យទោសឲ្យគ្នាវាធ្វើឲ្យចំណងដៃគូជីវិតហ្នឹងកាន់តែមានភាពរស់រវើកបានន័យថាมันចាប់កំហុសហើយគឺដាក់ទោសក៏ដូចជាខឹងសម្បារករឿងវែងឆ្ងាយអាហ្នឹងរឿងហ្នឹងវាអត់ចប់ទេវាកាន់តែវែងឆ្ងាយហើយដើម្បីកាត់បន្ថយរឿងហ្នឹងបានគឺមានតែចំណុចមួយទេគឺអភ័យទោសការផ្ដល់អភ័យឲ្យដៃគូបន្ទាប់ពីបានទទួលបានការផ្ដល់អភ័យហើយត្រូវកែប្រែចំណុចខ្វះខាតឬក៏កែប្រែកំហុសហ្នឹងកុំឲ្យកើតមានថ្ងៃក្រោយទៀតចំណុចទី5ការបង្កើតភាពផ្អែមល្ហែមចំណុចនេះគឺបើយើងនិយាយទៅវាទៅដល់ភាពរ៉ូមែនទិកហ្នឹងបាទបន្ថែមភាពភ្ញាក់ផ្អើលតូចតាចដូចជាការជូនកាដូឬក៏ញ៉ាំអីតែពីរនាក់មានពេលវេលាជជែកគ្នាពាក្យផ្អែមល្ហែមកុំឲ្យដើម្បីកុំឲ្យចំណងទំនាក់ទំនងហ្នឹងមានភាពស្ងប់ស្ងាត់ឬក៏ធុញទ្រាន់អញ្ចឹងការចំណាយពេលបន្តិចជាមួយដៃគូហ្នឹងគឺមានន័យវាមានតម្លៃរបស់វាដូចជាការផ្ដល់កាដូមួយនៅក្នុងឱកាសក្តីស្រឡាញ់ដូចជា Merry Christmas ដូចជាថ្ងៃទិវានៃក្តីស្រឡាញ់14កុម្ភៈឬមួយក៏ក្នុងឱកាសផ្សេង birthday ផ្សេងហើយត្រូវមានពេលវេលាតែ2នាក់ពេលវេលាគឺមានពេលវេលាសម្រាប់គ្រួសារនិងពេលវេលាសម្រាប់2នាក់ដៃគូរបស់យើងនឹងតែម្ដងដើម្បីជជែកគ្នាផ្ដើមនៅពាក្យផ្អែមល្ហែមជាដើមបាទត្រួសបាទហើយចំណុចចុងក្រោយនេះគឺការគិតគូរអំពីអនាគតរឿងចំណុចទី6នេះគឺសំខាន់ណាស់គឺ set goal ផែនការគិតអំពីអនាគតទៅមុខគោលដៅក្តីសម័យរួមព្រមទាំងជួយជ្រោមជ្រែងនៅក្តីសម័យរបស់ដៃគូនឹងរួមគ្នាអញ្ចឹងបើសិនជាដៃគូ2នាក់មានផែនការអនាគតបាទមាន goal
មានផែនការមានគោលដៅមានក្តីសម័យថាថ្ងៃអនាគតយើងចង់បានអីយើងចង់ធ្វើអីរួមគ្នាគឺទំនាក់ទំនងដៃគូហ្នឹងនឹងកាន់តែស្អិតរមួតដោយសារអីដោយសារតែគឺចង់ដើរទៅដល់គោលដៅរួមគ្នាអញ្ចឹងសរុបសេចក្តីមកវិញគឺរក្សាចំណងស្នេហ៍ឬក៏ក្តីស្រឡាញ់ឲ្យបានយូរគឺយើងអនុវត្តទៅតាម6ចំណុចសំខាន់នេះនឹងទទួលបានលទ្ធផលល្អអរគុណ